And first and foremost, we want to say to our vulnerable monks for for allowing us to use whatever means to make this happen. And without his vision and without the Want Minnesota Ramp community and our Khmer community, this also would never happen as well. So we have the blessing of our community and our vulnerable monk, and the community of Minnesota give us the energy to do these things, And so therefore, we would love for see you guys to come. You don't come, I'm going to knock at every door that you live. I know where you live. Okay? So therefore, I'm going to turn it to Mrs. Chatra. Hi, Jen. ចាសូមជម្រាបសួរពុកម៉ែបងប្អូនយើងទាំងអស់គ្នាជាពិសេសគឺប្រជាជនខ្មែរដែលរស់នៅរដ្ឋមីនីសូតាយើងនេះពួកយើងមានសំណាងណាដែលឃើញបងទាំងអស់គ្នានេះដែលគាត់អញ្ជើញពីស្រុកខ្មែរគិតមើលគាត់ធ្វើដំណើរឆ្ងាយណាតម្រាំមកដល់ទីនេះហើយគាត់បានពំនាំនៅវត្ថុបុរាណរបស់ខ្មែរយើងទាំងអស់មកមិនមែនទាំងអស់ឲ្យចង់និយាយថារបស់ដែលយើងមិនដែលបានឃើញយើងមិនបាច់ចាំជិះទិញសម្បត្តិយន្តហោះពីអាមេរិកទៅស្រុកខ្មែរទេយើងមកឃើញនៅទីនេះហើយជាពិសេសខាងអាមេរិកខាងជនជាតិគេដែលគេកំពុងរៀបចំឲ្យយើងឃើញស្រាប់ហើយនៅខាងក្រៅយើងមានអង្គរវត្តមានអក្សរមានក្បាច់រចនាជារបស់ខ្មែរយើងហើយនឹងការតាំងពិព័រណ៍នៅវត្ថុបុរាណជាច្រើននៅមានឡើង6បន្ទប់ពួកយើងដើរមិញឡើងមិនចេះតិចទេឡើង3 4 2ម៉ោងមិនចុង2ម៉ោងជាងអញ្ចឹងបាននិយាយថាខ្មែរយើងទាំងអស់គ្នាគឺជាឱកាសមួយដែលយើងទាំងអស់គ្នាត្រូវក្រោកឈរយើងត្រូវតែចូលរួមត្រូវតែយល់ដឹងស្វែងយល់អ្វីទៅដែលជាដូនតារបស់យើងបានបន្សល់ទុកឲ្យហើយនឹងគេដំណើរនឹងអ្វីទៅដែលជាវប្បធម៌ខ្មែរនឹងពូជអម្បូរខ្មែរដែលយើងធ្លាប់មានធំធេងណាស់ដែលយើងបាននិយាយយើងតែងតែសរសើរថាពួកយើងគឺជាពូជអ្នកចម្បាំងគឺជាពូជអ្នកដែលក្លាហានដូច្នេះពួកយើងមិនអាចទៅតែបាត់ស្ងាត់សម្លេងទេទោះជាប្រទេសយើងនៅសល់តូចយ៉ាងណាក្តីប៉ុន្តែពួកយើងនៅតែរឹងមាំនៅតែតស៊ូនៅតែទៅមុខជាមួយគ្នាចាពួកយើងនឹងរាប់អានស្រឡាញ់គ្នាហើយនឹងទន្ទឹមនឹងពេលនេះដែរពួកយើងត្រូវតែមកចូលរួមនៅថ្ងៃទី6ខែវិច្ឆិកាឆ្នាំ2025ហើយគេនឹងការតាំងពិព័រណ៍នេះគឺមានការតាំងពិព័រណ៍ដូចជា3ខែដែររហូតដល់ខែមករាថ្ងៃទី16ខ្ញុំបើតាមខ្ញុំចាំ16ឬ18ខ្ទង់ប៉ុណ្្នឹងឯងប៉ុន្តែថ្ងៃវិច្ឆិកាខែវិច្ឆិកាថ្ងៃទី6 November 6ហ្នឹងគឺពួកយើងចូលមក free សម្រាប់ខ្មែរយើងណាអញ្ចឹងមានតែពេលមួយថ្ងៃហ្នឹងទេបើខុសពីពេលហ្នឹងពួកយើងត្រូវបង់ម្នាក់$20 So make sure that you go and register Minneapolis Art Institute and click on the free ticket for November 6th. We'll send the link we'll with send the this. link with Mr. Nid and also Mr. Green as well on their social media. So that way you need to register before it max out the capacity, and you need to do it within a couple minutes here. Otherwise, the capacity is jumping, escalating quite fast. So, with that being said, Nyam Chang I provide Kang Ministry of Art and Dick, Mom so come on, so say. So, I got no choke. ហើយជ្រាបការនេះខ្ញុំសូមឡាយនៅការរីករាយចិត្តខ្លាំងមែនទែនដែលខាងសហគមន៍ខ្មែរយើងនៅមីសូតានេះបាននាំគ្នាមកជួបជុំថ្ងៃនេះក្នុងកម្មវិធីសម្ពោធបើកពិព័រណ៍នៅទីនេះជ្រាបពីនេះដែរខ្ញុំសូមអំពាវនាវដល់បងប្អូនខ្មែរយើងទាំងអស់គ្នាដែលរស់នៅទីនេះគួរចំណាយពេលវេលារបស់ខ្លួនមកទេសនានៅប្រភេទវត្ថុបុរាណរបស់យើងដែលធ្វើពីសម្រិតនេះដែលបានជ្រើសរើសយកមកដាក់តាំងនេះគឺថាជារបស់ដែលវិចិត្រពីសារមន្ទីរជាតិយើងមកតាំងពីសម័យមុនបុរេប្រវត្តិសាស្ត្ររហូតមកដល់សតវត្សទី19អញ្ចឹងយើងអាចឃើញពីភាពសម្បូរបែបនៃវត្ថុបុរាណរបស់យើងដែលមានអាយុកាលជាង2000ឆ្នាំមកហើយនឹងអញ្ចឹងទេអស់លោកស្រីអាចអញ្ជើញមកទាំងអស់គ្នាតាម schedule ដែលខាងបងប្អូនខ្មែរយើងនេះបានប្រាប់សម្រាប់ពេលដែលចូលទស្សនាដោយមិនគិតលុយប៉ុន្តែមិនមែនមានន័យថាមានតែមួយថ្ងៃនឹងមិនគិតលុយហើយយើងមិនមកទេបើសិនជាយើងខកខានឱកាសក្នុងការមកទស្សនាថ្ងៃហ្នឹងខ្ញុំគិតថាត្រូវតែមកអានេះមិនមែនគួរតែមកទេណាបាទពីព្រោះជាឱកាសមួយដែលយើងបានបង្ហាញនៅវប្បធម៌របស់យើងហើយមកហ្នឹងមិនមែនបោតែខ្លួនឯងទៀតគួរតែនាំអាកាំងដែលនៅក្បែរខាងហ្នឹងមកដែរខ្ញុំគិតថាខ្មែរម្នាក់នាំសាសគេម្នាក់មកជាមួយវាជារឿងដែលល្អមែនតើពីព្រោះជាឱកាសមួយដែលយើងបានផ្សព្វផ្សាយពីវប្បធម៌របស់យើង
ដែលមានចំណាស់ហ្នឹងហើយពិសេសគឺព្រះនារីផ្ទុំដែលយើងបានឃើញនេះមិនងាយបានឃើញទេបាទជាឱកាសចុងក្រោយបើថាចង់ឃើញតែទៅស្រុកខ្មែរបាទទៅស្រុកខ្មែរប៉ុន្តែបើសិនជានៅនេះហើយខ្ញុំយល់ថាជាឱកាសជាសម្ដាងមួយបាទអញ្ចេះវិញនិយាយសួរស្ដាប់អ្នកទាំងឡាយណាដែលបានអញ្ជើញមកព្រះអង្គនឹងប្រទានពរឲ្យកាន់តែសុខសប្បាយរស់ស៊ីមានបានថែមទៀតបាទអរគុណច្រើនបាទ ជាចុងក្រោយដែរដោយថាពួកយើងទាំងអស់គ្នាដែលជាតំណាងឲ្យខ្មែរយើងនៅក្នុងរដ្ឋនីស្តានេះណាបើថាមានបងប្អូនដែលក្រៅស្រុកដែលប្រហែលជាគាត់អាចបានឃើញនៅទីនេះដែលគាត់បានមកលេងនៅស្រុកនីស្តាយើងនេះណាគួរតែឆ្លៀតចូលមកមើលចាចូលរបស់ដូនតារបស់យើងចាហើយពិសេសយើងកុំភ្លេចណាយើងអរគុណនៅ Minneapolis Institute of Art that they all put everything together they work hard very hard and then I don't know how long it has been but we thankful the last several months the last several months and then Ms. Chitra was saying that for those of you that live outside of state of Minnesota you can book your ticket right now because it's going to be the 25th October 25th until January January 16 or 18th okay so you got time and the winter season don't let that fear you because this hot museum will melt it away so make sure you book the ticket come I know where you guys are at 4 corners of the United States we're located right in the Midwest so it's easy flight to get here and we'd love to see you and support the Minneapolis Art Institute they've done an amazing job the team and we did a brief tour but it was a 2-hour-and-a-half brief tour because the depth of the detail and the depth of the art that is being delivered here today is absolutely amazing. The priceless of these art, there's no price tag for it. It's just priceless, Veritas. So we thank you. ដូចកន្លែងយើងបានសភាជាមួយបងអូនមុនណាដែលយើងនិយាយថាយើងដើរទាំងអស់គ្នាហ្នឹងតើយើងមានជនជាតិខ្មែរមួយណាដែលបានមកនិយាយប្រាប់យើងពីរឿងរ៉ាវប្រវត្តិសាស្ត្រទាំងអស់ហ្នឹងតែជនជាតិគេអញ្ចឹងយើងកូនខ្មែរទាំងអស់គ្នាហ្នឹងតើយើងមានស្មារតីបែបណាយើងត្រូវតែមានស្មារតីភ្ញាក់រលឹកយើងគិតមើលសាសគេទេដែលមកប្រាប់ពីពងសាវតារបស់យើងខ្លួនយើងណាដែលខ្លួនយើងយើងគិតមើលតែយើងគួរសប្បាយចិត្តឬមិនសប្បាយចិត្តហើយយើងសប្បាយចិត្តដែរដែលគេបានមកទីនេះប៉ុន្តែទៅថ្ងៃមុខទៀតមិនអញ្ចឹងឯពួកយើងត្រូវតែស្ទុះស្ទៀលឡើងទាំងអស់គ្នាអញ្ចឹងយើងត្រូវតែលើកដំកើងហើយនឹងកោះកកាយនៅអ្វីដែលយើងដែលមានណាអញ្ចឹងយើងទាំងអស់គ្នាត្រូវតែចាស់អូនមកទស្សនារបស់វត្ថុបុរាណដែលបានតាំងនៅ Minneapolis Institute of Art នេះហើយ November 6 អី Yes November 6 5 to 8 បង5 p.m. to 8 p.m. ម៉ោង5ទៅម៉ោង8ម៉ោង5ល្ងាចគេមាន snack គេមានប៉ុន្តែនៅ November 6បើអ្នកណាចង់មកមុនក៏បានដែរព្រោះវាបើកកម្មវិធីម៉ោង25 Yeah and you can tell the tone of Suchitra she's absolutely excited she can't find the words and even mush it all together and and when Suchitra approached me and I said who am I going to work along me, right? So it didn't take me too long because I know the quality of her work. So I said, I'm going to go to Chitra, and deliver, and she's truly delivered. Wouldn't you say, Mrs. It's incredible. We have never seen something like this. No, I mean, thank you. Him also. I mean, I thanks him. That he trusts me. He trusts my team. He trusts my ladies. It doesn't matter where we go as a team. And then even you just gave us time frame like 3 hours, get it done, be done it on time. No, 1 hour? It was 1 hour. We rushed last night. We just count on the day that we stopped and just said 3 hours. And our ladies, some of them try to make after work. I said, okay, if you make it later after 5, do not come. It's okay. We try to do as fast as we can. Just get ready for today. So we all did it. So we proud to be Khmer, and we. Thanks. Thank you so much. Thank you so much. Good. Excellent. Nick. កុំភ្លេចមកចូលរួមបើចង់មកមើល free ថ្ងៃទីយ៉ាភ្លេចប្រាប់បើចង់មកមើល free ថ្ងៃទី6ខែវិច្ឆិកាម៉ោង5ទៅម៉ោង8អាហ្នឹង free ចូលហ្មងហើយបើសិនតែតើចុះឈ្មោះហ្នឹងមិនបានចូលមក free ហើយបើក្រៅពីថ្ងៃហ្នឹងអាចនៅតែអាចចូលមកមើលបាននឹងយើងគាត់ទិញសម្បត្តិទិញធម្មតាអញ្ចឹងតាំងពីពីថ្ងៃទី26 25 26ខែ10ហ្នឹងរហូតដល់ខែ1អូខេសេរីភាពលេខខែសន្តិភាពលេខចិត្តក៏យ៉ាងមិនធម្មជាតិអូខេ